ចកពះប៉ុណ្ណាក៏ដោយក៏មកបញ្ញាដើម្បីធ្វើមហូបឲ្យកូនមកចិត្តដល់តាំងពីទូចមកជីងចូលចិត្តញ៉ាំខបកងណាហើយសំខាន់បំផុតណាគឺខុសពីខ្ញុំខក៏ថាអត់ឆ្ងាញ់ទេគ្រាន់តែជូនគាត់ដាក់សាលាហើយប្រាប់អ៊ីមីងឲ្យទៅទិញបកងភ្លាមដើម្បីយកមករូតរះដើម្បីខ្ញុំខហើយខ្ញុំយកទៅឲ្យគាត់នៅសាលាតែអារម្មណ៍រំភើបភ័យអទោះជាចកពះប៉ុណ្ណាក៏ដោយក៏ខំប្រឹងធ្វើមហូបឲ្យកូនទាំងសប្បាយរីករាយតែខ្ញុំកំពុងតែខអ៊ីមីងគេនិយាយថាចែកថ្ងៃមុនបើឯងខដែរស្រាប់តែចែកអត់បានញ៉ាំទេស្រាប់តែរាជនីមួយមិត្តទៅដល់ផ្ទះខ្ញុំស្មានថាជីងញ៉ាំហើយមានអីខ្ញុំដួសឲ្យពូមិត្តអ៊ីរាជនីគេញ៉ាំអស់លេងស្រាប់តែគេចុះមកហៅខបកលេងហើយគេងខ្ញុំគេថាមកឯងអត់មានទុកឲ្យខ្ញុំទេដល់ពេលហើយទៅតែថ្ងៃនេះទេនេះដែលខ្ញុំចាំថាអូខបកថ្ងៃមុនខ្ញុំសន្យាជាមួយគាត់ធ្វើឲ្យគាត់ញ៉ាំហើយណាមួយថ្ងៃនេះគឺជាថ្ងៃពិសេសរបស់គាត់ត្រូវលើកទឹកចិត្តគាត់ទៀតដូចជាចុកកាពះប៉ុណ្ណាក៏ដោយក៏រូតរះខំមកធ្វើខបកឲ្យកូនដែរជាពិសេសគាត់ចូលចិត្តឲ្យឆាបាយដែលនៅជាប់ផ្ទះនឹងទៀតថាថ្ងៃហ្នឹងគឺជាម្ចាស់ស្ត្រីរបស់ខ្ញុំហើយកូនស្រីខ្ញុំមួយអ៊ីមីងញាប់ដៃញាប់ជើងមីងទៅទិញបកងយកមកខ្ញុំឆាពឹបហើយមីងគេជួយធ្វើទៀតបើចាយគេឃើញមិនដឹងថាគេសប្បាយចិត្តប៉ុណ្ណាទេនៅក្នុងវីដេអូនេះខកឲ្យអូនសម្លាញ់ហើយបងអត់បានទៅជួបអូនទេថ្ងៃខាងមានកន្លងហ្មងសប្បាយកន្លងហ្មងរសជាតិហ្នឹងគឺមានតែម៉ៃមួយហ្មងណាថាមែនឆ្ងាញ់ហើយសប្បាយចិត្តទេកូនបាទអូមានកន្លងមកដាក់ណានេះកូនមិនបានញ៉ាំអីមិនឲ្យសប្បាយចិត្តធ្វើមហូបឲ្យកូនមិនកូនទៅសើពេញមកអារម្មណ៍គាត់ពេលដែលគាត់ញ៉ាំគឺមានក្តីសុខហើយរំភើបមកខំរូតរះធ្វើមហូបមិនដល់1ម៉ោងផងប្រញាប់ទៅសាលាស្រាប់តែកូនចេញមកថាមិនបាច់ញ៉ាំបាយនៅសាលាអត់អីទេទៅផ្ទះបានដោយសារគេឲ្យសម្រាប់4ម៉ោងហើយគាត់ចង់មកផ្ទះដើម្បីងូតទឹកហើយដើម្បីមើលមេរៀនបន្តទៀតពេលដែលអារម្មណ៍ដើរទៅទទួលកូនណាបងប្អូនអើយនិយាយពីថារំភើបខ្លាំងមែនតើហើយខ្ញុំសួរកូនថាចេះមិនឲ្យកូនប្រឡងមានសង្ឃឹមអត់និយាយមួយម៉ាត់ថាគាត់ចេះទាំងអស់និយាយពីថាខ្ញុំរំភើបមែនតើចេញមកកូនឯងចេះទាំងអស់សប្បាយចិត្តមកតង់ជាមួយល្ងាចហ្នឹងថ្ងៃនេះមិនដឹងថាកើតអីទៀតស្រាប់តែចុកកាពះក៏ប៉ុន្តែលឺសូកូនថាធ្វើបានទាំងអស់និយាយពីថាបាត់ឈឺហ្មងនិយាយមើលថ្ងៃនេះបាត់ធ្វើហូបអីអានេះធំក្លន់ខឡើងពេញឡានខអីខបកនេះធំក្លន់ដុំដងហ្នឹងហើយអីសប្បាយចិត្តហើយឡើងឃ្លាននឹងនេះឡើងឃ្លានតែមកដល់ផ្ទះគាត់បានបើកឃើញខបកងគាត់សប្បាយចិត្តមែនតែនគាត់រំភើបហ្មងនិយាយទៅប្តីខ្ញុំនិងកូនខ្ញុំគ្មានអ្នកណាគេធ្វើម្ហូបឆ្ងាញ់ជាងខ្ញុំទេលើលោកនេះគាត់ត្រូវចិត្តម្ហូបម៉ាក់គាត់ធ្វើហ្មងហើយខ្ញុំវល់តសើយតាសិតតសើថាឆ្ងាញ់ជាងគេលើលោកបោកខ្ញុំប្រើខ្ញុំនឹងរៀបញ៉ាំបាយឲ្យជីងជាមួយនឹងកូនហើយគាត់ដួសខបកងដែលប៉ាគាត់ចូលចិត្តដែរហ្នឹងយកទៅសែនទៅឲ្យប៉ាគាត់កូនខ្ញុំពួកគាត់ស្រឡាញ់ឪពុកម្ដាយណាស់ហើយគាត់ដោយកន្លងធွာចាំមិនថាពេលខ្លះខ្ញុំក៏សប្បាយចិត្តទីមួយគឺខ្ញុំបានប្តីល្អបានកូនល្អតែធ្វើមិនរឿងកើតហេតុធ្វើឲ្យយើងជួបវិបត្តិបដរាល់ថ្ងៃឥឡូវគ្រាន់តែគាត់ញ៉ាំបាយហើយភ្លាមឡើងមកលើរៀនបន្តទៀតសួរគាត់ថាបើអត់ទៅរៀននៅក្នុងបន្ទប់គាត់ថាខ្លាចរៀនទៅគេអញ្ចឹងគាត់ថាមកបន្ទប់ខ្ញុំទៅប្រហែលជាអត់ល្ងុយគេតិចទៀតក្រុមអូតែគេចាំតែគេមានប្រធានខោមកមិនដែរអូនគាត់ថាថ្ងៃផឹកមិញមានសង្ឃឹមឥឡូវនិយាយដល់អត់សង្ឃឹមចង់ថាគីមីនឹងវាប្រធានខោតែឲ្យទៅហ្វ្រីទេអញ្ចឹងហ៎ទៅហ្វ្រីអូខេអញ្ចឹងមិនមែនអត់សង្ឃឹមទេចឹងមានសង្ឃឹមវិញគិតតែអារម្មណ៍ជាឪពុកម្ដាយពេលដែលឈរចាំកូននៅមុខសាលាមានអារម្មណ៍ថាក្តុកក្តួលហើយភ័យចង់យំមែនតើសាររំភើបហើយណាមួយគិតពីកូនថាមិនដឹងថាកូននឹងភ័យអារម្មណ៍វិញលួចមានក្តីសង្ឃឹមតិចថាកូននឹងបាននិទេសល្អអូបើនិយាយឲ្យចំទៅគឺអារម្មណ៍ច្បុកច្បល់ខ្លាំងមែនតើហើយសូម្បីតែទឹកមុខឪពុកម្ដាយផ្សេងទៀតគឺយើងមើលទៅពួកគាត់មើលទៅអារម្មណ៍ពួកគាត់មិនខុសពីគ្នានោះទេពេលដែលឈរចាំកូនហើយសន្លឹងរមើលកូនពេលដែលឃើញកូនដើរចេញមកអារម្មណ៍រំភើបក្តុកក្តួលមួយជាអារម្មណ៍ទី1ដែលធ្វើជាម្ដាយគេហើយឈរចាំកូនតែកំពុងប្រឡងនៅក្នុងថ្នាក់ថ្ងៃមិញភ័យខ្លាំងមែនតើគ្រាន់តែដល់សាលាភ្លាមគាត់រត់ទៅភ្លាមមកសារអីចេញពីផ្ទះលឿនដែរក៏ប៉ុន្តែស្ទះផ្លូវខ្លាំងមែនតើគ្រាន់តែគាត់ទៅដល់និយាយថារត់ឡើងលឿនខ្មាញ់គាត់និយាយថាបើទៅយឺតគេបិទទ្វារលបងគឺគេអត់អនុញ្ញាតឲ្យចូលនោះទេពេលអញ្ចឹងទៅកាន់តែផិតភ័យឲ្យជ្រួលច្បល់ទៀតខ្ញុំប្រាប់កូនខ្ញុំថាចេះចឹងស្អែកក៏មកទេឯងចាំម៉ាក់ដាក់កាទេទៅញ៉ាំបាយនៅមុខសាលាហ្មងឥឡូវ